ខ្ញុំបាទគ្រូធ្វើวันนี้ខ្ញុំបាទឈ្មោះខាវណ្ឌុនខ្ញុំបាទឈ្មោះកុងសុធីនេះខ្ញុំឈ្មោះគីសេពីនេះខ្ញុំឈ្មោះប្រាក់ដើមស្រាប់កំលើនេះខ្ញុំឈ្មោះគៀមផាឡូសូមគោរពសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូសិស្សនិស្សិតនិងអ្នកទស្សនាជាទីគោរពចំណុចដំបូងដែលយើងនឹងសិក្សាអំពីប្រាសាទគុកយីហមនោះគឺទីតាំងភូមិសាស្ត្រប្រាសាទគុកយីហមមានទីតាំងស្ថិតនៅភូមិច្រេះឃុំព្រៃឈរស្រុកព្រៃឈរខេត្តកំពង់ចាមប្រាសាទគុកយីហមមានចម្ងាយប្រហែល90គីឡូម៉ែត្រពីរាជធានីភ្នំពេញភ្ញៀវទេសចរអាចធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ6រហូតដល់ផ្លូវបំបីស្គនបត់ស្ដាំតាមផ្លូវជាតិលេខ7ដល់ខ្លងទ្វារវត្តសុវណ្ណពិជ័យរស្មីសង្កែបត់ចូល4គីឡូម៉ែត្រភ្ញៀវទេសចរបន្តធ្វើដំណើរតាមផ្លូវវាលស្រែប្រហែល500ម៉ែត្រទើបដល់ទីតាំងប្រាសាទគុកយីហមប្រាសាទនេះឯកោលាតសន្ធឹងលើផ្ទៃដីរាបស្មើហ៊ុំព័ទ្ធដោយវាលស្រែរបស់ប្រជាកសិករទីតាំងប្រាសាទនេះស្ថិតនៅជិតសាលាវិទ្យាល័យហ៊ុនសែនកូប្រហែល3គីឡូម៉ែត្រនិងស្ថិតនៅជិតវត្តសុវណ្ណពិជ័យរស្មីសង្កែប្រហែល500ម៉ែត្រវត្តសុវណ្ណពិជ័យរស្មីសង្កែជាទីតាំងតម្កល់នៅសាលាចារឹកប្រាសាទនេះនៅជុំវិញប្រាសាទក៏មានប្រព័ន្ធធារាសាស្ត្រស្រះទឹកត្រពាំងជាក់ស្ដែងនៅក្បែរនោះមានប្រព័ន្ធទឹកមួយដែលប្រជាកសិករតែងហៅថាទន្លេអ៊ុំគូបញ្ជាក់ផងដែរថាតាមរឿងព្រេងនោះមានការនិទានតគ្នាពីដូនចាស់ម្នាក់ឈ្មោះថាយីហមបានបូជាខ្លួនការពារប្រាសាទនេះនាសម័យសង្គ្រាមលុះពេលយីហមស្លាប់ទៅទើបគេហៅប្រាសាទនេះថាប្រាសាទគុកយីហមរហូតដល់សព្វថ្ងៃនេះអ្វីដែលនៅសល់គឺតួប្រាំងប្រាសាទមួយដែលធ្វើអំពីថ្មភក់សុទ្ធសាធប្រាសាទនេះមានទ្វារចូលចំនួន4ទិសតែទិសខាងកើតជាច្រកសំខាន់ពោលគឺជាទិសសំខាន់របស់ខ្មែរនៅចុះពីខាងលិចនៃតួប្រាំងប្រាសាទនេះយើងឃើញមាននៅសល់តួបុរាណ2ដែលជាតួប្រាសាទឥដ្ឋដែលទទួលរងនឹងការជីកកកាយយ៉ាងធ្ងន់ធ្ងរក្រៅពីនេះនៅមានសំណង់ផ្ទាំងថ្មជាមេទ្វារប្រាសាទផ្តែរទ្វារមានចម្លាក់នៅកប់ដីតម្រលឹងចំណែកឯជើងប្រអប់ជើងនិងដងខ្លួនព្រះពុទ្ធថ្មកំពូលប្រាសាទដែលធ្លាក់មកដីគឺមានការទម្លាក់បដិមាក្បាច់ស្លឹករកានិងអំបែងកុលាបភេទជាដើមក្រៅពីនេះនៅខាងក្រៅកំពែងគឺមានទួលជំវិញដែលយើងប្រទះឃើញមានអំបែងកុលាបភេទជាច្រើនដូចជាក្អមគម្របពូជជាដើមដូច្នេះតាមរយៈសំណល់អំបែងកុលាបភេទនេះអាចបញ្ជាក់បានថាទីតាំងប្រាសាទគុកយីហមប្រកបជាមានសហគមន៍មនុស្សរស់នៅក្បែរប្រាសាទនិងយកប្រាសាទធ្វើជាទីសក្ការៈបូជាជាក់ជាមិនខានឡើយយើងក៏លេចមកមើលសសរពេជ្រនៃប្រាសាទគុកយីហមវិញគឺជារចនាបថបាយ័នដែលបន្តពីអង្គរវត្តមកដល់រចនាបថបាយ័នដែលចាប់ដើមពីចុងសតវត្សទី12ដល់ដើមសតវត្សទី13បើនិយាយអំពីទំហំរបស់រង្វាន់គឺមានភាពប៉ុនគ្នាទាំងអស់ដោយយើងដឹងហើយថាសសរពេជ្រនីមួយៗតែងតែមានក្បាលសសរទូសសរនិងជើងសសរដោយយើងមិនដឹងឡើយថាមួយណាជាក្បាលហើយមួយណាជាកន្ទុយនោះទេបើនិយាយអំពីកលស័កវិញគឺវាលែងមានតែម្ដងដោយសារកលស័កនៅរចនាបថបាយ័នគឺវាមិនមានទេហើយនៅអមក្បាច់រង្វាន់គឺលែងមានក្បាច់ស្លឹកឈើទៀតហើយដោយចំណែកឯសសរពេជ្រគឺជាប់ទៅនឹងជញ្ជាំងនិងថ្មដែលគេបន្ទប់ឡើងជាមួយនឹងជញ្ជាំងនិងមិនមានភាពក្រឡឹងឲ្យហើយបានយកមកដាក់នោះទេគឺគេយកមកដាក់ដំឡើងនៅលើជញ្ជាំងតែម្ដង
ចឹងបន្តទៀតគឺចូលដល់ចំណុចរបស់ខ្ញុំដែលបញ្យល់អំពីផ្ដែដែលខ្ញុំត្រូវបញ្យល់នឹងលើកឡើងនោះគឺផ្ដែក្នុងរចនាបថបាយ័នចឹងរចនាបថបាយ័នប៉ុន្តែមុននឹងឈានដល់ការបញ្យល់អំពីផ្ដែនៅក្នុងប្រាសាទគុកក្រហមគឺខ្ញុំបានបែងចែកជា3ដំណាក់កាលទី1គឺការបច្ឆេទទី2លក្ខណៈទូទៅទី3បញ្យល់អំពីសាច់រឿងនៃផ្ដែប្រាសាទគុកក្រហមតែម្ដងចឹងទី1គឺការបច្ឆេទរចនាបថបាយ័ននេះគឺកើតឡើងនៅក្នុងសម័យអង្គរដែលចាប់ពីឆ្នាំ1177រហូតដល់ឆ្នាំ1230ពលគឺចាប់ពីចុងសតវត្សទី12រហូតដល់ដើមសតវត្សទី13ដែលកំឡុងពេលនោះគឺយើងឃើញថាស្ថិតនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7បន្តទៀតគឺយើងចូលដល់លក្ខណៈទូទៅចំពោះលក្ខណៈទូទៅនេះខ្ញុំនឹងលើកតែ1ឬ2ចំណុចមកបង្ហាញទេដែលតកតងនឹងចំណុចរបស់ខ្ញុំទី1គឺយើងទៅដឹងថាផ្ដែនៅរចនាបថបាយ័នគឺបន្តមកពីអង្គរវត្តពីព្រោះអីយើងមើលឃើញថាផ្ដែដែលបន្តមកពីអង្គរវត្តនោះដោយសារវាមេឈើនៅផ្ដែហ្នឹងគឺវាកោងចុះមកខ្លាំងបូកចំនឹងមានរូបកានៅកណ្ដាលឬរូបរាហូនឹងឯងទី2នេះគឺយើងមើលទៅលើរូបកាក្នុងស៊ុំដែលនៅពីលើរូបកានោះគឺមានរូបដែលតកតងនឹងពុទ្ធសាសនាចឹងចូលមកដល់ចំណុចមួយទៀតគឺដែលខ្ញុំត្រូវបញ្យល់អំពីសាច់រឿងនៃផ្ដែប្រាសាទគុកក្រហមតែម្ដងចឹងផ្ដែប្រាសាទគុកក្រហមនេះគឺខ្ញុំសូមបញ្ជាក់ភាសាទៀតថាវាស្ថិតនៅក្នុងរចនាបថបាយ័នចឹងយើងត្រូវមើលអ្វីខ្លះទើបដឹងថាផ្ដែនឹងស្ថិតនៅក្នុងរចនាបថបាយ័នចឹងយើងត្រូវមើលដូចជាទី1យើងមើលទៅលើរូបកាចឹងរូបកាដែលស្ថិតនៅក្នុងរចនាបថបាយ័ននេះគឺគេធ្វើរូបកាហ្នឹងបាទមានចង្កូម2នៅសងខាងថ្ពាល់នៃរូបកាហ្នឹងមួយទៀតរូបកានោះគឺគេធ្វើធ្លាក់រហូតមកដល់គាំក្រោមនៃផ្ទាំងថ្មដែលគេឆ្លាក់ផ្ដែហ្នឹងនឹងជាលក្ខណៈពិសេសមួយរបស់រចនាបថបាយ័នទី2យើងអាចមើលសម្គាល់បាននៅលើរូបកាត្រូវចាំថានៅក្នុងរចនាបថបាយ័នរាល់ចម្លាក់ភាគច្រើនគឺគេធ្វើតាក់ទងនឹងពុទ្ធសាសនាមហាយានជាក់ស្ដែងយើងមើលរូបនេះរូបដែលមានមនុស្សបាទដូចជាមនុស្សស្លៀកហើយមានដៃ4នឹងគឺជារូបទេពមួយនៅក្នុងពុទ្ធសាសនាដែលគេឲ្យឈ្មោះថាព្រះលោកេសូព្រះលោកេសូនឹងហេតុអីបានយើងដឹងថានេះជាព្រះលោកេសូបើតាមយើងធ្លាប់សិក្សាមកព្រះលោកេសូនឹងគឺគេធ្វើយកភ្នួងសក់ទាំងមូលរបស់គាត់នឹងភ្នួងសក់នឹងធ្វើជាគិរីតមង្គតដែលខុសពីព្រះវិស្ណុអាចថាច្រឡំព្រះវិស្ណុប៉ុន្តែត្រូវចាំថាព្រះវិស្ណុគិរីតមង្គតរបស់លោកគឺស្រួចនេះគឺជាលក្ខណៈសម្គាល់ទី2ទី3យើងទៅមើលលើក្បាច់ចង្វាយនៅក្នុងរចនាបថបាយ័ននេះគឺវាធំបាទកោងខ្លាំងមកក្រោមហើយមូលធំបន្តមកទៀតយើងមើលទៅលើក្បាច់ស្លឹកឈើដែលនៅពីលើមែកឈើនេះនៅពីលើក្បាច់ចង្វាយហ្នឹងត្រូវចាំថាក្បាច់នៅក្នុងរចនាបថបាយ័នក្បាច់ស្លឹកឈើមានលក្ខណៈរាងទូចប៉ុន្តែច្បាស់បើថាច្បាស់ល្អតែម្ដងអ្នកគ្នាអាចមើលបានហើយលក្ខណៈកាន់តែពិសេសមួយទៀតគឺយើងអាចមើលទៅលើរំយោលចឹងរំយោលរចនាបថបាយ័ននេះគឺបន្តពីរចនាបថបាពួនហេតុអីព្រោះ1ភាគ4នៃ1ភាគ4នៃរំយោលនោះគឺវាធំវាកោងមកក្រោមដោយរចនាបថបាពួនចឹងតើគ្នាអាចមើលបាននេះរំយោលមានប៉ោកមួយនៅពីលើនេះហើយមានដូចឈើត្រង់មកក្រោមធ្លាក់មកក្រោមដូចជាផ្កាផលិតហ្នឹងហើយគេហៅថារំយោលចូលដល់ចំណុចរបស់ខ្ញុំដែលមកនិយាយតាក់ទងនឹងទេវកថាអញ្ចឹងមិត្តភ័ក្តិរបស់ខ្ញុំគឺបានលើកមកនិយាយឲ្យដែរថាប្រាសាទគុកក្រហមនឹងគឺកសាងឡើងសម្រាប់ឧទ្ទិសដល់ពុទ្ធសាសនាមហាយានដែលពុទ្ធសាសនាមហាយាននឹងគឺសំដៅទៅលើការឲ្យទានការជួយសង្គ្រោះមេត្តាធម៌ជាធំហើយពុទ្ធសាសនាមហាយានត្រូវបានបង្កើតឡើងនាសម័យកាលក្រោយព្រះពុទ្ធសាមណេរគោតមបានបរិនិព្វានហើយបានរីកសាយភាយទៅប្រទេសមួយចំនួននៃភាគខាងជើងនៃប្រទេសឥណ្ឌាព្រះមហាក្សត្រកម្ពុជាដែលនាំឲ្យមានការដាក់បញ្ចូលនៅការគោរពពុទ្ធសាសនាមហាយានគឺព្រះបាទសូរ្យវរ្ម័នទី1ក្នុងអំឡុងឆ្នាំ1002នៃគ្រិស្តសករាជមុ
លហេតុដែលធ្វើឲ្យយើងដឹងថាប្រាសាទគុកយីហោមនឹងឧទ្ទិសដល់ពុទ្ធសាសនាមហាយានគឺដោយសារតែយើងឃើញមានរូបចម្លាក់ឬក៏រូបនៅលើផ្តែរហ្នឹងគឺមានរូបព្រះពុទ្ធសមាធិរូបព្រះពុទ្ធបណ្ឌបាតនិងរូបព្រះលោកេសោរូបសមាធិគឺរូបគង់ពេនភ្នែនប្រហ័សទាំងពីរដាក់នៅលើភ្លៅដោយប្រហ័សស្ដាំដាក់នៅលើប្រហ័សឆ្វេងដែលហៅថាកាយវិការសមាធិហើយអត្ថន័យគឺមាន2គឺទី1ធ្វើជាគំរូដល់ភិក្ខុទាំងអស់ដែលបួសនៅក្នុងព្រះពុទ្ធសាសនាដែលត្រូវបំពេញទី2គឺចង់បញ្ជាក់ថាការធ្វើសមាធិជារឿងដ៏សំខាន់ដែលភិក្ខុនិងពលរដ្ឋទូទៅត្រូវអនុវត្តដើម្បីសេចក្តីបរិសុទ្ធនៃកាយនិងចិត្តចូលមកដល់រូបមួយទៀតគឺរូបព្រះពុទ្ធបិណ្ឌបាតរូបព្រះពុទ្ធបិណ្ឌបាតគឺជារូបព្រះអង្គឈរអោបបាតដែលជាតំណាងឲ្យព្រះអង្គទ្រង់និមន្តបិណ្ឌបាតអត្ថន័យនៃរូបព្រះពុទ្ធបិណ្ឌបាតគឺជានិស្ស័យដែលភិក្ខុសង្ឃត្រូវផ្សារភ្ជាប់ជាមួយនឹងពុទ្ធចក្រទៅនឹងអាណាចក្រដែលជាសិល្បៈនៃទំនាក់ទំនងរវាងព្រះសង្ឃនិងពុទ្ធពោធិសត្វរូបមួយទៀតនោះគឺរូបព្រះលោកេសោជាពោធិសត្វមួយអង្គក្នុងពុទ្ធសាសនាមហាយានដែលជាពោធិសត្វដែលតំណាងឲ្យសេចក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់សត្វលោកទាំងអស់ជនជាតិខ្មែរបុរាណនិងបច្ចុប្បន្នគឺគោរពនិងប្រតិបត្តិព្រះអង្គយ៉ាងខ្លាំងហើយលក្ខណៈសម្គាល់វិញគឺព្រះលោកេសោគឺមានព្រះពុទ្ធរូបព្រះនាមអមិតភៈនៅលើខ្លួនសក់ដែលជានិមិត្តរូបនៃពន្លឺគ្មានព្រំដែនលក្ខណៈសម្គាល់មួយទៀតហ្នឹងគឺយើងមើលទៅលើទម្រដែលទ្រង់ប្រថាប់នៅលើទម្រផ្កាឈូកផ្ងាហើយប្រហ័សរបស់ទ្រង់វិញគឺមាន2ទៅ10ហើយកេណភ័ណ្ឌរបស់ទ្រង់គឺមានដូចជាផ្កាឈូកគំធូទឹកអម្រឹតនិងគម្ពីរចាចូលមកដល់សរុបសេចក្តីប្រាសាទគុកយីហោមស្ថិតនៅភូមិជ្រេះឃុំព្រៃឈរស្រុកព្រៃឈរខេត្តកំពង់ចាមហើយប្រាសាទនេះជារចនាបថបាយ័ននៅចុងសតវត្សទី12ឬដើមសតវត្សទី13ដែលបន្តពីអង្គរហើយប្រវត្តិសិលាចារឹកបានបង្ហាញថាប្រាសាទគុកយីហោមបានសាងនៅសតវត្សទី12ដែលព្រះបាទជ័យវរ្ម័នទី7ដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនាហើយសប្តាហ៍ថ្ងៃនេះនៅសល់តែតួប្រាង្គប្រាសាទមួយធ្វើពីថ្មភក់សុទ្ធសាធហើយប្រាសាទនេះមានទ្វារចូល4ទិសសំខាន់ដែលយើងត្រូវមើលទី1គឺរូបព្រះកានទី2មើលទៅលើស៊ុមរូបខាងលើដែលជារូបចម្លាក់ទាក់ទងនឹងព្រះពុទ្ធសាសនាហើយយើងត្រូវចាំថាផ្នែករចនាបថបាយ័នភាគច្រើនទាក់ទងទៅនឹងព្រះពុទ្ធសាសនាដែលអាចមើលសង្កល់បានដូចជារូបព្រះពុទ្ធនិងទេពក្នុងពុទ្ធសាសនាហើយប្រាសាទគុកយីហោមមានការកសាងឡើងសម្រាប់ឧទ្ទិសដល់ពុទ្ធសាសនាមហាយានហើយពុទ្ធសាសនាមហាយានគឺសំដៅទៅលើការឲ្យទានការជួយសង្គ្រោះមេត្តាជាធំមូលហេតុដែលធ្វើឲ្យយើងដឹងថាប្រាសាទគុកយីហោមធ្វើឡើងដើម្បីឧទ្ទិសដល់ពុទ្ធសាសនាគឺដោយសារយើងមើលឃើញមាននៅលើចម្លាក់ឬផ្តែរដែលបានបង្ហាញពីរូបព្រះពុទ្ធវិតកៈមុទ្រៈឬសមាធិរូបព្រះពុទ្ធបណ្ឌបាតមុទ្រៈនិងរូបព្រះលោកេសោ